ស្នេហាមួយដែលមិនមែនជារឿងព្រេងនិទាននេះជារឿងរ៉ាវស្នេហានៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្នេហាមួយដែលមិនមែនជារឿងព្រេងនិទានគឺជាស្នេហាដែលមានអត្ថន័យជ្រាលជ្រៅចេញពីក្រអៅព្រះハរតីនៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបន្តិចទីនេះខ្ញុំនឹងជូនសេចក្តីអធិប្បាយអំពីរឿងរ៉ាវប្រវត្តិស្នេហានៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរចាប់ពីពេលដែលព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុចាប់ចិត្តប្រតិព័ន្ធទៅលើសម្ដេចព្រះមហាក្សត្រីរហូតបានរៀបអភិសេកនិងបន្តជីវិតស្នេហាដ៏មានអត្ថន័យជ្រាលជ្រៅមួយនេះរហូតដល់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះអង្គយាងសោយព្រះទីវង្គតដែលមានរយៈពេលរហូតទៅដល់ជាង60ឆ្នាំអត្ថបទរឿងរ៉ាវស្នេហាមួយដែលមិនមែនជាព្រេងនិទាននេះខ្ញុំបានដកស្រង់ចេញពីសៀវភៅសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលដែលមានចំណងជើងថាព្រះរាជដំណើរជីវិតពោពេញទៅដោយព្រឹត្តិការណ៍ដែលសៀវភៅនេះខ្ញុំទើបតែទទួលបានពីព្រះរាជបណ្ណាល័យសម្ដេចលួងម៉ែនៅឯភូមិអូស្វាយសែនជ័យដូច្នេះសូមប្រិមិត្តទៅតាមដានស្ដាប់និងទស្សនាដូចតទៅនៅថ្ងៃទី30ខែមករាឆ្នាំ1956ទស្សនាវដ្តីថែមរបស់សហរដ្ឋអាមេរិកបានចុះផ្សាយអំពីអត្ថបទព័ត៌មានក្រោមចំណងជើងថាម៉ូនីកជួបជាមួយនឹងព្រះមហាក្សត្រដោយសរសេរទាំងខុសថានារីឈ្មោះប៉ូលម៉ូនីកអ៊ីស៊ីដែលជាសិស្សមានរាងស្ដើងតូចច្រឡឹងសក់ពណ៌ទង់ដែងរៀននៅសាលាលីសេដេកាតមិនចង់រៀបការជាមួយនឹងជនជាតិអឺរ៉ុបទេប៉ុន្តែមានគំនិតចង់រៀបការជាមួយនឹងព្រះអម្ចាស់កម្ពុជាមួយព្រះអង្គយោងតាមអត្ថបទនៅក្នុងទស្សនាវដ្តីនេះសម្ដេចព្រះមហាក្សត្រីគឺជាបុត្រីដែលមានម្ដាយខ្មែរនិងឪពុកជាជនជាតិបារាំងកាត់អ៊ីតាលីធ្វើការនៅធនាគារ Great de Foncier ប្រចាំឥណ្ឌូចិនបានឃើញព្រះភ័ក្ត្រព្រះមហាក្សត្រវ័យក្មេងមួយព្រះអង្គរបស់កម្ពុជាជាលើកដំបូងនៅក្នុងកម្មវិធីប្រកួតបវរកញ្ញាដែលរៀបចំឡើងដោយអង្គការ UNESCO ក្នុងរាជធានីនៃប្រទេសកម្ពុជាតាមការពិតអនាគតព្រះមហាក្សត្រីមួយអង្គនេះធ្លាប់បានស្គាល់ព្រះមហាក្សត្រតាំងពីព្រះអង្គមានជន្មាយុវ័យក្មេងមកម្លេះពីព្រោះព្រះបិតារបស់ព្រះអង្គលោក Jean François Izzy ធ្លាប់ជាមិត្តជិតស្និទ្ធរបស់ព្រះករុណាព្រះបាទព្រះសុរាម្រិតហើយមាតារបស់ព្រះអង្គគឺលោកចៅខុនពំពីងក៏ធ្លាប់ជាមិត្តជិតស្និទ្ធរបស់ព្រះអាយកោនិងព្រះអាយការបស់ព្រះមហាក្សត្រគឺព្រះអង្គម្ចាស់និងព្រះអង្គម្ចាស់ក្សត្រីនរោត្តមសុថារតន៍លោកអ៊ីស៊ីដែលចូលចិត្តស្រឡាញ់ព្រះរាជវង្សព្រះសុរាម្រិតខ្លាំងតែងតែទៅលេងព្រះរាជដំណាក់របស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសុរាម្រិតស្ថិតនៅមហាវិថីលេងស៊ីសុវត្ថិនៅជិតវិមានឯករាជ្យព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសុរាម្រិតដែលមិនរង្គៀសព្រះរាជហឫទ័យដោយសារវត្តមានរបស់លោកអ៊ីស៊ីនោះទេស្របពេលគ្នានោះដែរលោកអ៊ីស៊ីជារឿយៗនាំមកថ្វាយព្រះមហាក្សត្រវ័យក្មេងព្រះករុណាព្រះបាទព្រះនរោត្តមសីហនុសៀវភៅរូបភាពជាច្រើនមកពីប្រទេសបារាំងរួមមានដូចជាសៀវភៅអាលីបាបា1001យប់ពេលកូទីនជាដើមនាពេលដែលសម្ដេចព្រះមហាក្សត្រីមានវ័យ12ឆ្នាំព្រះអង្គបានអមដំណើរព្រះមាតារបស់ព្រះអង្គទៅព្រះរាជដំណាក់របស់ព្រះករុណាព្រះសុរាម្រិតនិងសម្ដេចព្រះមហាក្សត្រយានីដែលនៅទីនោះហើយព្រះអង្គបានជួបព្រះមហាក្សត្រវ័យក្មេងនរោត្តមសីហនុហើយព្រះមហាក្សត្រវ័យក្មេងមួយព្រះអង្គនេះមានបន្ទូលទៅកាន់លោកចៅខុនពំពីងថាប៉ុន្មានឆ្នាំខាងមុខព្រះអង្គនឹងសុំចូលដណ្ដឹងព្រះមហាក្សត្រីយកធ្វើជាព្រះមហេសីជាមិនខានប៉ុន្តែនៅពេលនោះលោកចៅខុនពំពីងបានឆ្លើយតបវិញថាព្រះករុណា
ព្រះអង្គគឺសម្បូរមុនស្នេហ៍រៀងរាល់6ខែព្រះករុណាដូរស្រីស្នេហ៍ម្ដងដូច្នេះពេលណាដែលនាងត្រូវមានប្តីសូមទុកឲ្យកូនស្រីរបស់ខ្ញុំម្ចាស់ស្វែងរកប្តីល្អនិងមានភក្តីភាពម្នាក់បានហើយប្តីមួយប្រពន្ធមួយមិនមែនប្តីមួយស្រីច្រើនដោយព្រះករុណាទេប៉ុន្មានឆ្នាំក្រោយមកទៀតនៅក្នុងកម្មវិធីប្រកួតបវរកញ្ញាដែលរៀបចំឡើងដោយអង្គការ UNESCO ព្រះមហាក្សត្រវ័យក្មេងអង្គនេះព្រះអង្គមានព្រះវត្តមាននៅក្នុងកម្មវិធីនេះដែរនិងបានជំរុញលើកទឹកចិត្តឲ្យសម្ដេចព្រះមហាក្សត្រីចូលរួមប្រកួតប្រជែងប៉ុន្តែសម្ដេចព្រះមហាក្សត្រីមិនបានត្រៀមខ្លួនទេហើយបានសួរទៅកាន់ព្រះមហាក្សត្រវ័យក្មេងទាំងភាពអឹមអៀនថាព្រះអង្គបើសិនជាខ្ញុំម្ចាស់មិនឈ្នះខ្ញុំម្ចាស់ពិតជាយំហើយដូច្នេះតើព្រះអង្គនឹងធ្វើអ្វីដើម្បីលួងខ្ញុំម្ចាស់ឲ្យបាត់យំព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះអង្គមានព្រះរាជបន្ទូលតទៅវិញថាប្រសិនបើនាងមិនមានសំណាងនៅក្នុងការដណ្ដើមជ័យជំនះបានទេព្រះអង្គនឹងប្រទានពានប្រាក់មានក្បាច់ឆ្លាក់ដ៏ល្អបំផុតមួយហើយពេលនោះសាវនជនចូលរួមនៅក្នុងកម្មវិធីនោះនឹងនាំគ្នាទះដៃអបអរសាទរដល់សម្ដេចព្រះមហាក្សត្រីយ៉ាងអធិកអធមនៅក្នុងព្រឹត្តិការណ៍នោះអនាគតព្រះមហាក្សត្រីខ្មែរបានទទួលជ័យលាភីជាបវរកញ្ញាហើយមិនយូរប៉ុន្មានក្រោយមកទៀតព្រះមហាក្សត្រវ័យក្មេងព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះអង្គបានស្នើសុំការអនុញ្ញាតពីលោកចៅខុនពំពីងចូលស្ដីដណ្ដឹងសម្ដេចព្រះមហាក្សត្រីធ្វើជាព្រះមហេសីដោយពេលនោះលោកអ៊ីស៊ីបានស្លាប់បាត់បង់ជីវិតទៅហើយនៅក្នុងសង្គ្រាមលោកលើកទី2លោកចៅខុនពំពីងបានយល់ព្រមព្រះរាជសំណើឲ្យកូនស្រីរៀបវិវាហមង្គលជាមួយនឹងព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុបន្ទាប់ពីទទួលបានការផ្ដល់ប្រឹក្សាយោបល់បញ្ចុះបញ្ចូលពីសំណាក់គុណព្រះមនាងបុប្ផានុលក្ខមាសដែលជាស្ត្រីចាស់ទុំក្នុងចំណោមព្រះមហេសីមេម៉ាយរបស់អតីតព្រះមហាក្សត្រស៊ីសុវត្ថិមុនីវង្សដែលនឹងជាព្រះមាតារបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិកុសរៈហើយនឹងដែលជាជីដូនមួយនិងជាដៃគូវាយបាល់ថេននីសរបស់ព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុនៅក្នុងឆ្នាំ1952ក្នុងព្រះរាជពិធីអបអរវិវាហមង្គលដែលនឹងមកដល់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះអង្គបានព្រះរាជនិពន្ធចម្រៀងមួយបទនៅក្នុងចំណោមចម្រៀងដែលនិយមចូលចិត្តជាច្រើនបទរបស់ព្រះអង្គដែលមានចំណងជើងថារាត្រីដែលបានជួបភ័ក្រជាចង្វាក់ឆាច់ឆាច់ឆាដែលមានទំនុកច្រៀងថានៅឆ្នាំ1953ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះអង្គបានព្រះរាជនិពន្ធបទចម្រៀងមួយបទទៀតជាចង្វាក់បូឡេរ៉ូមានចំណងជើងថា Monica គឺជាពាក្យ Monique បកប្រែទៅជាភាសាអ៊ីតាលីនិងអេស្ប៉ាញដែលតាមរយៈនោះព្រះអង្គជាថ្មីម្ដងទៀតបានសម្ដែងព្រះរាជហឫទ័យស្នេហារបស់ព្រះអង្គចំពោះសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាដែលមានទំនុកច្រៀងដូចខាងក្រោម Monica អូនស្អាតណាស់ប្រៀបបាននឹងតារាមានពន្លឺដ៏ស្រទន់នាពេលរាត្រី Monica ស្នេហាដ៏ផ្អែមល្ហែមរបស់បងអើយស្នេហាសំណើចនិងសម្រស់រស់រាយរបស់អូនបានធ្វើឲ្យរង្វង់ដៃទទេរបស់បងពេញទៅដោយសេចក្តីសុខសុភមង្គល Monica អូនជាពិភពលោកសម្រាប់បងអូនស្ថិតក្នុងអារម្មណ៍របស់បងជានិច្ចអូនជាស្នេហាពិតរបស់បងតែមួយគត់បន្ទាប់ពីបទចម្រៀង Monica នៅឆ្នាំ1954ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាក្សត្រព្រះអង្គបានព្រះរាជនិពន្ធចម្រៀងមួយបទទៀតជាចង្វាក់រំបាក្រោមចំណងជើងថាកូឡាបភ្នំពេញដែលនៅក្នុងបទចម្រៀងនេះព្រះអង្គបានបញ្ជាក់ឡើងវិញសារជាថ្មីអំពីព្រះរាជហឫទ័យប្រតិភណ្ឌរបស់ព្រះអង្គ
ចំពោះសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺចាប់តាំងពីពេលនោះមកព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះអង្គបានផ្លាស់ប្ដូរព្រះកាយធ្វើជាព្រះស្វាមីឯកពន្ធដោយព្រះអង្គបានបោះបង់ចោលនៅប្រពៃណីព្រះមហាក្សត្រខ្មែរមានព្រះជាយាច្រើនដែលធ្លាប់មានអរិយពេលជាច្រើនសតវត្សមកហើយរឿងរ៉ាវស្នេហារបស់ព្រះករុណាព្រះមហាវីរក្សត្រសម្ដេចឪនិងសម្ដេចព្រះមហាក្សត្រីសម្ដេចម៉ែមានអាយុកាល60ឆ្នាំរហូតដល់ខែតុលាឆ្នាំ2012នៅពេលដែលព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះអង្គបានយាងសោយព្រះទីវង្គត